នៅក្នុងថ្ងៃនេះខ្ញុំនឹងទៅ survival នៅក្នុង server មួយដែលមានឈ្មោះថា Master Club ហើយចំពោះការ survival នេះគឺថាខ្ញុំមានកម្រងការពីរក្នុងការធ្វើហើយកម្រងការដាក់ដូចខាងលើអ្នកគ្នាកម្រងការទី1រក diamond ឲ្យបាន64និងកម្រងការទី2យក diamond ទៅធ្វើ armor diamond អូខេអ្នកគ្នាឥឡូវមុននឹងយើងអាចរក diamond បានយើង slash OTP សិនដើម្បីរក khel ធំណាដែលអាចឲ្យយើងចូលរកបានអញ្ចឹងណាគ្នាឥឡូវខ្ញុំមកដល់ khel មួយណាគ្នាចំពោះ item គឺខ្ញុំយកទាំងអស់ណាគ្នាហើយតែគិតថាសំខាន់ខ្ញុំយកទាំងអស់ណាគ្នាឲ្យតែយើងអាចយកទៅប្រើប្រាស់នៅក្នុងផ្ទះយើងបានចឹងណាគ្នាឥឡូវអ្នកគ្នាមើលខ្ញុំមាញ់ចឹងទៅកន្លែងហ្នឹងគឺខ្ញុំបាននិយាយទេគឺខ្ញុំដាក់កន្លែងខ្ញុំមាញ់ diamond និង item ផ្សេងៗដែលខ្ញុំគិតថាសំខាន់ដូចខ្ញុំនិយាយពីហ្នឹងចឹងណាគ្នាយ៉ាអ្នកគ្នានេះគឺជា diamond ដែលខ្ញុំបានជួបលើដំបងហើយចំពោះ diamond នេះគឺថាមានចំនួន2ដុំហើយណាមួយពីខ្ញុំមាន fortune អញ្ចឹងខ្ញុំងាយក្នុងការដើររក diamond ប៉ុន្តែក្នុងការដើររក diamond របស់ខ្ញុំហ្នឹងគឺថាមាន2បែបអ្នកគ្នាគឺថាទី1គឺថាដើរម៉ាញទី2គឺថានេះយើងចូលភ្នំហើយយើងស្បៃវដល់ហោមកទៅយើងឃើញកន្លែងណាយើងកាប់កន្លែងហ្នឹងមកទៅហើយឥឡូវខ្ញុំក៏បានធ្វើចឹងដែរគ្នាហើយចំពោះការម៉ាញ់គឺវាពិបាកជាងការដើររកតាមរងភ្នំយើងដើររកតាមរងភ្នំចឹងវាងាយស្រួលចឹងណាគ្នាវាគ្រាន់តែយើងដើរមើលអញ្ចឹងដើរហោទៅក៏វាងាយស្រួលការឆាប់ឃើញដូចយើងវាអត់ដូចយើងម៉ាញ់ចឹងណាគ្នាបើយើងម៉ាញ់វារៀងពិបាកវាអត់ដូចយើងដើរហោតាមរងភ្នំចឹងណាបើយើងដើររកតាមរងភ្នំវាងាយស្រួលមែនប៉ុន្តែយើងត្រូវការរងភ្នំណាដែលវាធំដែលអាចងាយស្រួលយើងរកបានចឹងណាគ្នាហើយបន្ទាប់ពីការដើររកតាមរងភ្នំរបស់ខ្ញុំអស់ចិត្តហើយក៏ខ្ញុំក៏បានចុះមកម៉ាញ់ម្ដងទៀតហើយចំពោះការម៉ាញ់នេះគឺខ្ញុំអត់បាននិយាយទេណាគ្នាហើយចំពោះការម៉ាញ់នេះគឺខ្ញុំកាត់យកទៅកន្លែងណាខ្ញុំបាន diamond ហើយនឹងកន្លែងណាដែល item ត្រូវការចឹងណាគ្នាឥឡូវខ្ញុំអត់បាននិយាយទេណាគ្នាមើលតាមហ្នឹងទៅអូខេអ្នកគ្នាបន្ទាប់ពីការ survival របស់ខ្ញុំអស់រយៈពេលប្រហែលចិត្តក្បែរ1ម៉ោងដែរអ្នកគ្នាហើយនេះគឺជា item នេះខ្ញុំទទួលបានហើយខ្ញុំនឹងយក diamond ហ្នឹងទៅផលិតជា armor diamond នេះអ្នកគ្នានេះខ្ញុំបានផលិតជា armor diamond ហើយបានចំនួនថា3-4 set ដែរអ្នកគ្នាហើយដែលចំពោះ armor diamond ហ្នឹងគឺថាខ្ញុំយកទុកក្នុង chest ហើយដែល armor diamond ហ្នឹងខ្ញុំនឹងយកទៅតម្លើងវាទៅជា armor និងដរៃទាំងអស់អ្នកគ្នាហើយចាំខ្ញុំតម្លើងនៅវីដេអូក្រោយហើយវីដេអូខ្ញុំក៏បានដល់ទីបញ្ចប់ហើយបាយបាយអ្នកគ្នា